កម្ពុជាបានទិញនិងប្រើអាវុធចិនជាច្រើនក្នុងប្រព័ន្ធយោធារបស់ខ្លួនដើម្បីសម្រាប់ការពារជាតិនិងបង្កើនសមត្ថភាពយោធា អាវុធទាំងនេះមានទម្ងន់ផ្សេងៗគ្នានិងប្រើប្រាស់សម្រាប់តួនាទីផ្សេងៗគ្នាដូចជាតុល្យភាពយោធាទ័ពសមុទ្រនិងទ័ពអាកាស ការទិញអាវុធចិនធំៗនេះបានធ្វើឲ្យយកកម្ពុជាមានសមត្ថភាពក្នុងការពារព្រំដែននិងការទប់ស្កាត់ការគំរាមកំហែងផ្សេងៗ ក្នុងចំណោមអាវុធចិនដែលកម្ពុជាប្រើប្រាស់មានមីស៊ីលប្រឆាំងយន្តដ៏ហោះ F125M ដែលមានសមត្ថភាពបាញ់ប្រឆាំងយន្តដ៏ហោះនិងអាកាសចម្លង មីស៊ីលនេះអាចចាប់យន្តហោះដែលមានទម្ងន់ស្រាលនិងធ្ងន់បានក្នុងចម្ងាយឆ្ងាយពី15ទៅ20គីឡូម៉ែត្រ វាជាឧបករណ៍សំខាន់សម្រាប់ការការពាររដ្ឋធានីនិងបង្ការការរីកចម្រើននៃការវាយប្រហារពីខាងលើ កម្ពុជានឹងប្រើប្រព័ន្ធទាត់គ្រាប់រ៉ុកកែត PHL-900B ដែលជាប្រព័ន្ធបាញ់គ្រាប់រ៉ុកែតខ្លះមានប្រសិទ្ធភាពក្នុងការតវ៉ារយៈចម្ងាយឆ្ងាយប្រព័ន្ធនេះអាចបាញ់គ្រាប់រ៉ុកែត60គ្រាប់ក្នុង1វិនាទីនិងមានទិសដៅត្រឹមត្រូវវាជាឧបករណ៍សំខាន់សម្រាប់ការពារទីក្រុងសំខាន់និងការបាញ់ប្រឆាំងសម្ពាធទីរក្សាសមុទ្រ ទោះជាយ៉ាងណាក៏ដោយកម្ពុជាក៏បានទិញយន្តហោះសមរម្យសម្រាប់យោធាដូចជាជាន MA-60 និង Harbin Z-9 ដែលអាចប្រើសម្រាប់ដឹកជញ្ជូនយោធានិងជួយសង្គ្រោះពេលគ្រោះថ្នាក់ យន្តហោះទាំងនេះមានប្រសិទ្ធភាពក្នុងការជួយកងទ័ពអាកាសនិងផតឡូការគាំទ្រទៅកងទ័ពដី នៅក្នុងប្រព័ន្ធទ័ពដីកម្ពុជាបានទិញរថយន្តយោធានិងរថយន្តបាញ់អាវុធពីចិនដូចជារថយន្តទ័ព PT-76 និង T-34/85 ដែលមានសមត្ថភាពក្នុងការធ្វើការវាយប្រហារដោយផ្ទាល់និងការពារទ័ពដី រថយន្តទាំងនេះអាចចូលទៅក្នុងតំបន់ទាបឬតំបន់ស្ទឹងទឹកនិងមានប្រសិទ្ធភាពក្នុងការជួយទាហាន កម្ពុជាក៏បានទិញប្រព័ន្ធប្រយុទ្ធសមុទ្រពីចិនដូចជាប្រព័ន្ធចង្កេះទូកសមុទ្រនិងទូកស្ទាវប្រយុទ្ធដែលជួយសម្រាប់ការពាររដ្ឋសមុទ្រនិងការតវ៉ារយៈចម្ងាយពីគ្រោះថ្នាក់ ប្រព័ន្ធទាំងនេះមានសមត្ថភាពក្នុងការបាញ់គ្រាប់ប្រឆាំងទូកស្ទាវនិងការត្រួតពិនិត្យតំបន់ទឹកឆ្នេរ កម្ពុជាក៏បានផតតសំខាន់លើការបណ្ដុះបណ្ដាលទាហានដើម្បីប្រើប្រាស់អាវុធចិនទាំងនេះ ទាហានខ្មែរត្រូវបានបណ្ដុះបណ្ដាលយ៉ាងច្បាស់លាស់ដើម្បីធ្វើឲ្យយកមានការយល់ដឹងល្អនិងប្រើប្រាស់អាវុធបានត្រឹមត្រូវ ការបណ្ដុះបណ្ដាលនេះរួមមានការប្រើប្រាស់មីស៊ីល ការតវ៉ារថយន្តយោធានិងការប្រើប្រាស់ប្រព័ន្ធទ័ពអាកាស ការទិញអាវុធចិននេះក៏ជួយកម្ពុជាបង្កើនសមត្ថភាពយោធាទូទៅនិងការពារជាតិ វាជួយឲ្យយកកម្ពុជាមានសមត្ថភាពក្នុងការពារព្រំដែននិងទប់ស្កាត់គ្រោះថ្នាក់នានា អាវុធទាំងនេះផតឡូនៅភាពសុវត្ថិភាពនិងការជឿជាក់លើទាហានខ្មែរដែលប្រើប្រាស់វា កម្ពុជាក៏បានសហការជាមួយចិនក្នុងការបង្កើតរោងចក្រផលិតអាវុធដើម្បីបង្កើនសមត្ថភាពក្នុងការផ្គត់ផ្គង់និងថែទាំអាវុធក្នុងប្រទេស ការសហការនេះអាចធ្វើឲ្យយកកម្ពុជាមានអាវុធបច្ចេកវិទ្យាថ្មីៗនិងអាចជួសជុលប្រព័ន្ធប្រយុទ្ធដោយខ្លួនឯង អាវុធចិនដែលកម្ពុជាទិញមិនត្រឹមតែមានប្រសិទ្ធភាពក្នុងការពារជាតិទេប៉ុន្តែវាក៏ជួយពង្រីកសមត្ថភាពយោធាទៅក្នុងវិស័យសមុទ្រ លើនិងអាកាស វាបង្ហាញពីភាពទំនាក់ទំនងយោធារវាងកម្ពុជានិងចិននិងការទំនុកចិត្តនៅក្នុងការផ្គត់ផ្គង់អាវុធប្រកបដោយគុណភាព អាវុធចិនទាំងនេះមានតម្លៃខ្ពស់ប៉ុន្តែវាជួយកម្ពុជានៅក្នុងការកសាងសមត្ថភាពយោធានិងការពារជាតិ កម្ពុជាក៏បានបញ្ចូលអាវុធទាំងនេះក្នុងយុទ្ធសាស្ត្រជាតិដើម្បីធានាសន្តិសុខនិងការពារទីក្រុងសំខាន់ៗ ជាការសង្ខេបអាវុធចិនដែលកម្ពុជាកំពុងប្រើមានសមត្ថភាពខ្ពស់ក្នុងការពារជាតិនិងការជឿជាក់លើទាហាន ការទិញអាវុធទាំងនេះនិងការបណ្ដុះបណ្ដាលទាហានបានធ្វើឲ្យយកកម្ពុជាមានសមត្ថភាពក្នុងការទប់ស្កាត់គ្រោះថ្នាក់និងការរីកចម្រើនយោធា ការសហការជាមួយចិនក៏ជួយឲ្យយកកម្ពុជាមានសមត្ថភាពបច្ចេកវិទ្យាថ្មីនិងអាចជួសជុលប្រព័ន្ធប្រយុទ្ធដោយខ្លួនឯង អាវុធទាំងនេះក៏បង្ហាញពីភាពរឹងមាំនៃទ័ពខ្មែរនិងការពារជាតិដែលមានប្រសិទ្ធភាព